ដំណឹងបន្តអានអីយោយ Vivo មែនតែនហើយប្រទេសថៃនៅពេលនេះស្រាប់តែសុករកឃើញក្របបែកភ្លាមក្របបែកថ្មីទៅដាក់បង្កែកថ្មីប្រមាណជាង4ទៅ5គ្រាប់មិនត្រឹមតែប៉ុណ្ណោះប្រទេសថៃពេលនេះក៏កំពុងតែវឹកវរនឹងខ្យល់ពលផ្សែងពុលផងដែរទូកនេសាទថៃបាននាំទំនិញខុសច្បាប់ចូលមកកម្ពុជាត្រូវបានអាជ្ញាធរកម្ពុជាក្របួចបានហើយនៅពេលនេះក៏កំពុងតែដុតចោលឆៃយ៉ាងសន្ធោសន្ធៅផងដែរថាតើព័ត៌មានទាំង2ទាំង3នេះយ៉ាងណាមកតាមដានទស្សនានៅវីដេអូពេញជាមួយខ្ញុំបាទទាំងអស់គ្នាបាទអនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់គំនិតសម្រាប់ល្ងាចថ្ងៃទី16ខែកុម្ភៈឆ្នាំ2026នេះខ្ញុំមានដំណឹងថ្មីក្តៅតនហេតុការដើម្បីជម្រាបជូនពុកម៉ែបងប្អូនក៏សូមអធិស្ឋានដែរសម្រាប់សម្លេងដោយសារតែមួយថ្ងៃនេះគឺផ្ដាសាយបាទអញ្ចឹងហើយក៏សម្លេងវារអារអួលបន្តិចបាទសូមអធិស្ឋានមែនតើតែយ៉ាងណាមិញគឺព្យាយាមធ្វើវីដេអូធ្វើព័ត៌មានឲ្យបងប្អូនបានដឹងបានស្ដាប់អំពីបញ្ហាសង្គមនៅពេលនេះប្រទេសថៃបានរកឃើញគ្រាប់បែក4គ្រាប់ទៀតបង្កែកក្នុងគុំជែកត្រៀមបំផ្ទុះក្នុងការបំផ្លិចបំផ្លាញប្រទេសថៃកងកម្លាំងថៃបានរកឃើញគ្រាប់បែកចំនួន4គ្រាប់បន្ថែមទៀតអំពីក្រុមផ្ដាច់ខ្លួនក្រុមផ្ដាច់ទឹកផ្ដាច់ដីនៅពីកត្បូងនៃប្រទេសថៃគឺបង្កែកក្នុងគុំជែកជាមួយនឹងគោលបំណងបំផ្ទុះបំផ្លិចបំផ្លាញក្នុងខេត្តយ៉ាឡាយោងតាមសារព័ត៌មានរបស់កាសែតអមរិនធីវីកាលពីរាត្រីថ្ងៃ15ខែកុម្ភៈឆ្នាំ2026គ្រាប់បែកនេះត្រូវបានរកឃើញក្នុងភូមិប៉ាងូដែឃុំយ៉ាឡាស្រុកមឿងខេត្តនរាធិវត្តន៍ប្រទេសថៃការផ្សាយរបស់អមរិនធីវីបានដឹងថាគ្រាប់បែក4គ្រាប់គឺសុទ្ធសឹងតែជាគ្រាប់បែកដែលកែច្នៃទាំងអស់គឺមានឈ្មោះថា IED ក្នុងនោះមាន3គ្រាប់គឺបានត្រៀមរួចរាល់សម្រាប់តែបំផ្ទុះតែម្ដងមួយគ្រាប់ទៀតកំពុងតែដំណាក់កាលដំឡើងគេបានរកឃើញសម្បកកំប៉ុងទឹកក្រូចដែលថាគឺត្រៀមទុកធ្វើជាគ្រឿងផ្សំផលិតគ្រាប់បែកនេះផងដែរនេះបើយោងតាមការចុះផ្សាយរបស់កាសែតអមរិនធីវីបងប្អូនចឹងប្រទេសថៃគឺនៅពេលនេះកំពុងតែវឹកវរខ្លាំងមែនទែនហើយបាទជាពិសេសពាក់ព័ន្ធទៅនឹងការផ្ទុះគ្រាប់បែកហ្នឹងហើយកាលពីម្សិលមិញគឺមានករណីបំផ្ទុះគ្រាប់បែកចំនួន7 8គ្រាប់ផងដែរបាទគឺនៅខេត្តយ៉ាឡាប្រទេសថៃនេះឯងបាទគឺដាំងហើយប៉ុន្តែយ៉ាងណាមិញពាក់ព័ន្ធទៅនឹងការផ្ទុះគ្រាប់បែកនៅប្រទេសថៃនេះក៏មិនដែលឃើញអាជ្ញាធរថៃណាមួយប្រកាសថាប្រជាពលរដ្ឋរបួសដូចជាមនុស្សរបួសដែរបាទគឺលាក់បាំងរហូតបាទវាមិនដែលណាគ្រាប់បែកផ្ទុះ7 8គ្រាប់កន្លែងទីប្រជុំជនអត់មានអ្នករបួសបាទខ្ញុំហាក់បីដូចជាមិនជឿសោះប៉ុន្តែការបញ្ជាក់ពីអាជ្ញាធរថៃថាអូមិនមានអ្នករបួសទេមានតែស្លាប់ទេអីអញ្ចឹងទៅតែយ៉ាងណាមិញអ្នកស្លាប់ពិតប្រាកដអ្នករបួសពិតប្រាកដយ៉ាងណាយើងក៏មិនដឹងដែរដោយសារគេលាក់បាំងបាទយើងបានដឹងថាត្រឹមតែផ្ទុះដាំងតែប៉ុណ្្នឹងឯងបាទបងប្អូនពាក់ព័ន្ធទៅនឹងបញ្ហាផ្ទុះគ្រាប់បែកនៅថៃយើងសូមបញ្ចប់តែប៉ុណ្ណេះសិនចុះយើងងាកមកមើលខ្យល់ពុលនៅថៃកំពុងតែវាលុកបន្ថែមទៀតហើយនៅពេលនេះបាទអញ្ចឹងឃើញថាពេលនេះអាជ្ញាធរថៃក៏កំពុងតែត្រៀមថាអូដំណាក់កាលមួយគឺដំណាក់កាលអាសន្នមែនទេហើយនៅពេលជាមួយគ្នានេះដំណើរគ្នានេះប្រទេសថៃបានប្រមានអំពីការវិវហាដឹកព្យុះភ្លៀងនិងខ្យល់ពុលផ្សែងពុលដែលបង្កផលប៉ះពាល់សឹងទូទាំងប្រទេសថៃតែម្ដងយោងតាមការចុះផ្សាយរបស់កាសែតខោសុតនៅថ្ងៃច័ន្ទទី16ខែកុម្ភៈឆ្នាំ2026នេះដែលដកស្រង់ប្រភពចេញពីនាយកដ្ឋានអូតូនិយមតំបន់ភាគខាងកើតភាគត្បូងនិងកណ្ដាលរួមទាំងទីក្រុងបាងកកផងនោះនិងជួបប្រទះខ្យល់ព្យុះលាយឡំទៅនឹងផ្គររន្ទះបាញ់ភងគឺបាញ់ប្រទេសថៃតែម្ដងបាទនៅភាគកណ្ដាលខេត្តដែលនឹងរងឥទ្ធិពលដោយសារតែព្យុះភ្លៀងគឺជាខេត្តមួយដែលមានឈ្មោះថាខេត្តនគរបឋមខេត្តព្រះនគរអយុធ្យារីឯភាគត្បូងមានខេត្តសុរតធានីខេត្តនគររាជសីមារាជខេត្តប៉ាតាឡុងខេត្តសង្ខឡាខេត្តយ៉ាឡានិងខេត្តនរាធិវត្តន៍ចំណែកឯភាគខាងកើតវិញខេត្តដែលនឹងរងឥទ្ធិពលនៃប៉ះពាល់ដល់ព្យុះភ្លៀងនោះគឺរួមមានខេត្តឈុនតាបូរីខេត្តរយងខេត្តចន្ទបូរីនិងខេត្តត្រាតស្របពេលជាមួយគ្នានេះដែរយោងតាមការចុះផ្សាយរបស់កាសែតខោសុតដែលខេត្តចំនួន34ប្រទេសថៃគឺត្រូវក្រុមដប់ដោយខ្យល់ពុលក្នុងកម្រិតកុទនៈដែលប៉ះពាល់ដល់សុខភាពនោះយ៉ាងធ្ងន់ធ្ងរផងដែរមជ្ឈមណ្ឌលទំនាក់ទំនងគ្រប់គ្រងការពុលគ្រប់គ្រងខ្យល់ពុលបានដឹងថាគិតត្រឹមវេលាម៉ោង7ព្រឹកថ្ងៃច័ន្ទកំហាប់ភាគល្អិត PM2.5 ក្នុងខេត្តចំនួន31បានកាន់ឡើងលើសកម្រិតស្តង់ដារហើយពេលនេះកំពុងតែប្រកាសនៅអាសន្នប្រកាសនៅភ័យធ្ងន់ធ្ងរផងដែរបងប្អូនចឹងពាក់ព័ន្ធនឹងខ្យល់ពុលនៅថៃគឺឃើញថាកំពុងតែវាបហាប្រមាណជាង30ខេត្តហើយអាខ្យល់ពុល PM2.5 ឯនឹងឲ្យតែមាននៅប្រទេសវាតែតែចាត់កាន់ថាកម្ពុជាហ្នឹងគឺជាអ្នកអំពូលខ្យល់កម្ពុជាហ្នឹងគឺជាអ្នកដុតព្រៃដុតភ្នំអីចឹងទៅវាធ្វើឲ្យខ្យល់ពុលវិលចុះឡើងវាហោះទៅដីថៃអីចឹងទៅបាទប៉ុន្តែវាដឹងខ្លួនថាកាលពីវាធ្វើសង្គ្រាមជាមួយកម្ពុជាវាបានបាញ់ផ្សែងពុលហ្នឹងដាក់ទៅហ៊ានកម្ពុជាដាក់ប្រកម្ពុជាអាហ្នឹងគឺជាបាបកម្មមួយដែលអ្នកឯងកំពុងតែទទួលបានមែនទែនទៅបើតាមការសិក្សាពាក់ព័ន្ធទៅនឹងខ្យល់បក់នេះពេលបច្ចុប្បន្ននេះគឺខែហ្នឹងខ្យល់បក់វាមិនមែនបក់ពីកាតលិចទេណាគឺបក់ពីជើងត្បូងឬត្បូងនៅជើងទេអញ្ចឹងហើយខ្យល់ពុលគឺទោះបីជាយ៉ាងណាក៏វាអាចហោះចូលប្រទេសថៃបានដែរអញ្ចឹងហើយកម្ពុជាយើងក៏ធ្លាប់បានចេញនៅសេចក្តីថ្លែងការណ៍ចេញនៅការបដិសេធដូចជាច្រានចោលទាំងស្រុងដែរចំពោះការចាត់បង្កាន់របស់សៀមដែលចោទថាខ្យល់ពុលនៅក្រុងបាងកកបណ្ដាលមកពីប្រទេសកម្ពុជាអីអញ្ចឹងទៅទាំងការពិតគឺជា
រឿងរ៉ាវដែលកំពុងតែកើតឡើងហ្នឹងគឺដោយសារតែរថយន្តដោយសារតែរោគចាក់ផ្សេងៗនៅប្រទេសថៃដែលកំពុងតែដំណើរការខ្លួនឯងនឹងឯងធ្វើឲ្យខ្យល់ពុលសម្រាប់ប្រជាពលរដ្ឋខ្លួនឯងទេបាទឥឡូវនេះយើងងាកមកមើលព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងករណីដឹកទំនិញខុសច្បាប់បាទពីខាងប្រទេសថៃចូលមកកម្ពុជាប៉ុន្តែជាសំណាងល្អត្រូវអាជ្ញាធរកម្ពុជាក្របួចបានហើយបាទចាប់បានទាំងទូកចាប់បានទាំងទំនិញហើយពេលនេះអាជ្ញាធរកម្ពុជាខេត្តកោះកុងនឹងកំពុងតែធ្វើការដុតកំទេចកំទីចោលផងដែរហើយនេះគឺជាស្នាដៃមួយដ៏អស្ចារ្យស្នាដៃមួយដ៏ធំធេងណាស់ដែលអាជ្ញាធរកម្ពុជាយើងលោកបានប្រឹងប្រែងជួយធ្វើយ៉ាងណាបង្ក្រាបបទល្មើសនឹងឲ្យបានបាទគឺជាដំណឹងដ៏ល្អមែនទែនអាជ្ញាធរខេត្តកោះកុងបង្ក្រាបទុកដឹកមឹកដឹកបង្កងឆ្លងដែនពីថៃចូលមកកម្ពុជាដោយខុសច្បាប់អាជ្ញាធរខេត្តកោះកុងបានចូលបង្ក្រាបទុកដឹកទំនិញដែលផ្ទុកទៅដោយមឹកបង្កងធុងខៀវនិងធុងក្លាសេឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់នេះបើតាមការជម្រាបឲ្យដឹងពីអភិបាលខេត្តកោះកុងរដ្ឋបាលខេត្តកោះកុងនៅថ្ងៃ16ខែកុម្ភៈឆ្នាំ2026នេះរដ្ឋបាលខេត្តកោះកុងបានដឹងថាលោកស្រីឈីវ៉ាអភិបាលនៃគណៈអភិបាលខេត្តកោះកុងនិងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅពិនិត្យករណីទូកលួចដឹកទំនិញដោយខុសច្បាប់និងសម្រេចចិត្តដុតចោលនៅមឹកទាំងអស់ដែលរឹបអូសបានចំណែកទូកធុងក្លាសេធុងខៀវនិងធុងក្លាសេមន្ត្រីជំនាញបានប្រកល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរកោះយ៉ស្ថិតក្នុងឃុំប៉ានខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងយកទៅរក្សាទុកជាបណ្ដោះអាសន្នដើម្បីស៊ើបអង្កេតបន្តចំពោះចំនួនមឹកយើងមិនទាន់ដឹងថាមានប្រមាណគីឡូពិតប្រាកដទេដោយសារតែមិនទាន់មានការបញ្ជាក់ពីរដ្ឋបាលខេត្តកោះកុងបងប្អូននេះគឺជារឿងរ៉ាវមួយដ៏ល្អមែនទែនដែលរដ្ឋបាលខេត្តកោះកុងលោកបានធ្វើការរឹបអូសទូកដឹកមឹកពីប្រទេសថៃមកបាទហើយម្ចាស់ទូកហ្នឹងឯងខ្មែរឬក៏ថៃក៏យើងមិនទាន់បានដឹងដែរដោយសារព័ត៌មានក៏មិនទាន់បានចុះផ្សាយពាក់ព័ន្ធទៅនឹងអ្នកដឹកដែរបាទអញ្ចឹងសង្ឃឹមថាបងប្អូនយើងដែលរកស៊ីពាក់ព័ន្ធទៅនឹងការជួញដូរនៅវត្ថុផ្សេងពីប្រទេសថៃមកនេះគួរតែគិតគួរតែឈប់ហើយបាទគួរតែឈប់ទៅដោយសារអីដោយសារតែការដឹកនេះការធ្វើនេះវាធ្វើអីវាធ្វើឲ្យយើងហ្នឹងពីនេះតែខ្លួនឯងទេបាទពីនេះខ្លួនឯងទេអញ្ចឹងហើយគួរតែគិតគួរឲ្យបានវែងឆ្ងាយកុំចេះតែធ្វើផ្ដេសផ្ដាសរដ្ឋបាលខេត្តកោះកុងលោកធ្វើល្អណាស់ក្នុងការចាប់រឹបអូសមឹកនេះបាទអញ្ចឹងគឺជារឿងរ៉ាវមួយដែលមិនគួរឡើងនឹងកើតឡើងទេបើសិនជាបងប្អូនខ្មែរយើងនៅបន្តធ្វើអញ្ចឹងហាក់បីដូចជាសម្រាប់បងប្អូនយើងអញ្ចឹងបាទបងប្អូនខ្មែរយើងពលរដ្ឋខ្មែរយើងម្នាក់ខំព្យាយាមធ្វើយ៉ាងណាភេកកម្មប្រើប្រាស់តំណែងថៃអីចឹងទៅប៉ុន្តែបើជាមានបងប្អូនយើងមួយចំនួនតូចទៀតនៅតែលួចរត់ពន្ធតំណែងខុសច្បាប់ចេញពីថៃមកកម្ពុជាអីអញ្ចឹងទៅបាទអញ្ចឹងហើយបើសិនជាចាប់បានបងប្អូននឹងគួរតែដាក់ទោសគាត់ឲ្យរឿងធ្ងន់តិចបាទកុំឲ្យដាក់ស្រាលពេកបាទបងប្អូនចឹងវីដេអូនៅរសៀលនេះគឺខ្ញុំមានបណ្ឌិតចោះអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់អរគុណមែនទែនហើយក៏សូមអធិស្ឋានដែរសម្រាប់សម្លេងនៅប្រហែលថ្ងៃនេះដោយសារតែខ្ញុំមានបញ្ហាកំពុងកអញ្ចឹងទៅក៏អាចថានឹងមិនសូវជាច្បាស់ទេអញ្ចឹងក៏សូមអធិស្ឋានផងដែរបាទបងប្អូនចឹងវីដេអូនេះគឺមានបណ្ឌិតចោះអរគុណច្រើនសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអញ្ចឹងសម្រាប់បងប្អូនណាដែលមិនទាន់បានជួយ Subscribe សូមជួយចុចម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីដំណឹងថ្មីពី Channel ខ្ញុំបាទហើយក៏សូមជូនពរបងបរិយាកងទ័ពជុំមកទាំងអស់ឲ្យឈ្នះអស់មានសត្រូវទាំងឡាយទៅពូកដែលជុំបញ្ជាយីដែលជុំឆ្លៀនពៀនទឹកដីកម្ពុជារបស់យើងបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ